ញ៉ាំជាមួយបងប្អូនគ្នាអានេះគឺជាតំណាប់តឡូតែគេកំពុងតែពេញនិយមញ៉ាំដល់បងប្អូនគ្នាបាទអានេះគឺជានំរសជាតិ Snow Terrain តំណខ្លាំងមែនតើអានេះគឺជានំរសជាតិសូកូឡាអូយយើងអានឃើញនំសូកូឡានឹងហើយខ្ញុំមានអារម្មណ៍ថានឹងគឺដល់ឆ្ងាញ់ 100% តែម្ដងអានេះគឺជាជង្គង់មាត់បែបចិនបងប្អូនគ្នាបាទខ្ញុំធ្លាប់ញ៉ាំតែកាភ្លើមាត់ជាមួយនឹងស្លាប់មាត់ឥឡូវមិនញ៉ាំជាមួយនឹងជង្គង់មាត់ម្ដងមើលបាទតែគួរអាសាមុនគេនេះគឺជង្គង់មាត់បងប្អូនគ្នាបាទមានម្ទេសទៀតដល់តែហឹលកាហាយទៀតចេញកដងចូលកដងឥឡូវមើលថាការឲ្យភ្លក់បងប្អូនគ្នាបាទហាឡាឈ្ងុយណាបងប្អូនគ្នាបាទនេះគឺជារូបរាងជង្គង់មាន់អ្នកនរគ្នាបាទគេកាត់ជង្គង់វាដើម្បីយកមកធ្វើជ្រក់អ្នកនរគ្នាបាទតែនេះសុំថាគេឲ្យ 5.7 នៅលើ10អ្នកនរគ្នាបាទរសជាតិរបស់វាគឺឆ្ងាញ់ហីទទួលយកបានតែពេលខ្ញុំខំទៅខ្ញុំមានអារម្មណ៍ថារៀងល្អើងអ្នកនរគ្នាវារៀងល្អខ្ញុំមិនសូវចូលចិត្តវាហើយរបស់ផ្សំរបស់យើងគឺត្រឡប់ទៅឡងដំណាក់ដំឡងបាទខ្ញុំមានអារម្មណ៍ថាអានេះគេកំពុងតែពេញនិយមញ៉ាំខ្លាំងមែនតើដោយសារគេថាឆ្ងាញ់គ្រប់គ្នាឥឡូវមកធ្វើការភ្លក់ទាំងអស់គ្នាមើលអើយវាឡើងស្អាតអ្នកនរគ្នាបាទអូដូចស្ករគ្រាប់ចឹងណានេះដូចតំណាប់ស្វាយចឹងណាឡើងចឹងឆ្ងាញ់ណាស់គ្នាបាទឡើងតន់ហើយឡើងល្មួតហើយផ្អែមខ្លាំងឯងផ្អែមរំលត់ដូចផ្អែមពីទឹកខ្មុំអញ្ចឹងណាអ្នកគ្នាអរគុណសម្រាប់តឡូសុំថាគេឲ្យ9នៅលើ10អ្នកគ្នាបាទរសជាតិរបស់គេគឺល្មួតឆ្ងាញ់ខ្លាំងមែនតើអត់សូវផ្អែមខ្លាំងផ្អែមដូចទឹកខ្មុំទេអ្នកគ្នាចាំបើសិនចាស់ហូបអាចរៀងអូតិចដល់សារវារៀងស្អាតអត់តែយើងគឺនំតរ៉េនមកពីចិនបាទមិននំតរ៉េនមកពីណាមកពីណៃខ្ញុំអត់ដឹងទេបាទទៅឲ្យភ្លក់អ្នកគ្នាមើលហាប់តិចមើលឈ្ងុយអត់ឈ្ងុយតាអ្នកគ្នានេះខាងក្នុងបកេអញ្ចឹងមានអីគេនេះអីគេហ្នឹងគេហៅគេ Snow Terrain ណាបាទមិនដឹង Snow ឬក៏អីមិនដឹងទេមានអីអ្នកគ្នាបាទរសជាតិបកេរបៀបដូចស្ដាយអញ្ចឹងណាហើយឈ្ងុយមែនតើមិនស្មានតែអានេះប៉ុងទីប្រៃតើអ្នកគ្នាតែប៉ាត់ Terrain សោះចឹងហ៎អូខេសម្រាប់នំតរ៉េនសុំថាគេឲ្យ9នៅលើ10ដូចគ្នាអ្នកគ្នាបាទតែស្អីវាឆ្ងាញ់វាស្រូវផ្អែមទេអ្នកគ្នាហើយពេលញ៉ាំទៅមានអារម្មណ៍ថាធំក្លិនតរ៉េនស្ដែកហើយជាមួយនឹងដោះគោអូខេឆ្ងាញ់តែអ្នកគ្នារបស់ចង់ក្រោយគេនោះគឺនំសាកូឡាអូយតំណខ្លាំងមែនតើគាត់ឃើញនំនឹងហើយមានអារម្មណ៍ថាដឹងតែឆ្ងាញ់ទៀតហើយនំនេះមើលទៅគេឲ្យភ្លក់ទាំងអស់គ្នាមើលអើយយ៉ាប់ហ្មងគេមានកន្លែងអូផែរបស់គេសោះឯងខំប្រំទាចង់លបាយកញ្ចក់អីនេះគេឲ្យឡើងស្រួលនេះអូក្នុងនោះទូចាស្ករគ្រាប់នេះខ្ញុំស្មានតានេះគឺជាមកឆីបាទខ្ញុំឡើងហួចចិត្តអ្នកគ្នាមើលលកគ្នាតើម្ដងមើលអានេះឡើងតំណហើយទៅពេលអានេះឡើងខ្មៅវ៉ាអានេះរបៀបនេះសូកូឡាខ្មៅវាល្វីងណាអ្នកគ្នាដែរអ្នកគ្នាដែរញ៉ាំសូកូឡាខ្មៅហ្នឹងហើយល្វីងចឹងសម្រាប់សូកូឡាសុទ្ធតែគេដែរ8នៅលើ10អ្នកគ្នាទោះបីជាខ្ញុំចាញ់បោកគ្រូកដោទោះបីគេបោកខ្ញុំកដោគេខ្ញុំតែ rate ឲ្យ8នៅលើ10អ្នកគ្នាដោយសារអីរសជាតិរបស់វាគឺឆ្ងាញ់អ្នកគ្នារបៀបល្វីងដូចសូកូឡាខ្មៅចឹងតែមិនមែនល្វីងខ្លាំងទេអ្នកគ្នា